ស្ដីអ្នកទាំងគ្នាវិលមកជួបខ្ញុំបាទទេពី Channel Video Channel ថ្ងៃអ្នកទាំងគ្នាថ្ងៃនេះគឺខ្ញុំចង់ចែករំលែកពីគន្លឹះខ្លីមួយដើម្បីចែកជូនដល់អ្នកទាំងគ្នាតែមុននឹងចែកជូនកុំភ្លេចជួយ Subscribe ជាសញ្ញាកណ្ដឹងដើម្បីជំរុញចិត្តរបស់ខ្ញុំបើសិនជាពេញចិត្តនៅវីដេអូមួយនេះកុំភ្លេចជួយចុច Like ម្នាក់មួយផងយើងបាក់ខានជួបគ្នាដូចជាយូរដែរហើយអ្នកទាំងគ្នាដោយសារតែខ្ញុំរវល់អញ្ចឹងគឺខ្ញុំចង់ចែករំលែកពីរបៀបថាតើនរណាខ្លះបានចូលលេខទៅកាន់ TikTok របស់យើងឬក៏បានលួចលេងទៅកាន់ TikTok របស់យើងគ្រាន់តែចូលមកកាន់ TikTok មកអ្នកទាំងអស់គ្នាអូខេយើងចូលមកកាន់ TikTok បែបនេះហើយយើងគ្រាន់តែចូលកន្លែងនេះមកអ្នកទាំងអស់គ្នាកន្លែង profile របស់យើងមកហើយបន្តមកទៀតយើងយកអាខាងលើនេះអូខេយើងយកអាខាងលើហ្នឹងហើយបន្តមកទៀតយើងយកពាក្យថា setting and privacy តែម្ដងហើយបន្តមកទៀតយើងយកពាក្យថា security and permission ហ្នឹងមកអ្នកទាំងអស់គ្នាអូខេហើយបន្តមកទៀតគឺវាមានជាច្រើនជា security alert នៅពេលដែលគេ log in នៅក្នុង TikTok របស់យើងគឺវា alert ឲ្យតែម្ដងយើងចង់បើកក៏បានយើងមិនចង់បើកក៏បានដែរអ្នកនរគ្នាអញ្ចឹងគឺយើងចំណុចសំខាន់គឺយកពាក្យថា device តែម្ដងហ្នឹងឯងអ្នកនរគ្នាអញ្ចឹងបើសិនជាអ្នកនរគ្នាឃើញ device ផ្សេងពីdevice របស់យើងឧទាហរណ៍ថាយើងប្រើ Android ឬក៏យើងប្រើ iPhone យើងចុចលើហ្នឹងមកគឺវាមាន device ផ្សេងតែម្ដងឃើញអត់អ្នកនរគ្នាអញ្ចឹងគឺយើងអាចមើលបានអានេះគឺ iPhone 11របស់ខ្ញុំកាលមុននេះគឺខ្ញុំកំពុងប្រើបើសិនជាអ្នកនរគ្នាឃើញ device ផ្សេងនៅលើ account TikTok របស់អ្នកនរគ្នានៅពេលដែលចុចនៅលើ manage device ហ្នឹងមកបើសិនជាមាន device ផ្សេងអ្នកនរគ្នាគ្រាន់តែចុចពាក្យថា delete មកអ្នកនរគ្នាហើយបន្តមកទៀតចុចពាក្យថា remove តែម្ដងគឺនេះគឺរួចជាការស្រេចតែម្ដងនៅពេលដែលអ្នកទាំងអស់គ្នាអត់ច្បាស់ថា device ហ្នឹងមិនមែនជា device របស់យើងគ្រាន់តែចុចពាក្យថា delete មកគឺរួចជាការស្រេចតែម្ដងហើយបន្តមកទៀតអ្នកទាំងអស់គ្នាអាចសង្កេតមើលនៅពេលដែលអ្នកទាំងអស់គ្នាបានមើលវីដេអូនេះនៅក្នុង TikTok របស់អ្នកទាំងអស់គ្នាទាំងអស់គ្នាតែម្ដងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាពេញចិត្តកុំភ្លេចជួយចុច like ម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយអូខេបាយបាយ